នាវេលាម៉ោង3កន្លះរសៀលថ្ងៃអង្គារទី16ខែកញ្ញានេះទាហានថៃប្រដាប់ដោយអាវុធបានបន្តធ្វើសកម្មភាពរាយរបងបន្លាលួសចូលទៅក្នុងតំបន់ភូមិព្រៃច័ន្ទឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យក៏ប៉ុន្តែពលរដ្ឋខ្មែរប្រមាណ700នាក់ប្រដាប់ដោយដំបងនៅក្នុងដៃបានរារាំងនិងរុញរបងបន្លាលួសចេញលោកពៅបឿនមេភូមិព្រៃច័ន្ទបានប្រាប់ទូរទស្សន៍អប្សរាថាពលរដ្ឋនៅក្នុងភូមិជោគជ័យចំនួន200នាក់និងក្នុងភូមិព្រៃច័ន្ទចំនួន500នាក់បានមកធ្វើការតវ៉ាទាហានថៃដែលព្យាយាមវាយយកទឹកដីកម្ពុជានៅក្នុងភូមិព្រៃច័ន្ទនារសៀលថ្ងៃអង្គារនេះលោកថនសំណាងបានបង្ហោះវីដេអូផ្សព្វផ្សាយផ្ទាល់នៅលើទីតាំងដែលពលរដ្ឋខ្មែរតតាំងសកម្មភាពទាហានថៃរីបន្លាលួសនិងខ្សែព័ទ្ធនៅក្នុងភូមិព្រៃច័ន្ទខាងពួកកងកម្លាំងបោះសៀមវាកាន់សិតតែភ្លើងពេញដៃបាទទាហានសៀមកាន់តែភ្លើងពេញដៃតែម្ដងបាទហើយខាងកងកម្លាំងខាងខ្មែរយើងបាទខាងខ្មែរយើងគឺអត់មានស្អីកាន់សោះហើយជាជនខ្មែរយើងកាន់សិតលក្ខណៈថាដំបងដើម្បីគ្រាន់តែរុញលួយបាទក្នុងវីដេអូផ្សាយផ្ទាល់របស់លោកថនសំណាងបានបង្ហាញថាភ្លាមក្រោយពីទាហានថៃបានដាក់បន្លាលួសពលរដ្ឋខ្មែរប្រមូលផ្ដុំគ្នាយកបន្លាលួសនោះចេញនៅទីតាំងហើយទាហានថៃក៏បានដកថយក្រោយវិញសកម្មភាពឈ្លានពានរបស់ទាហានថៃជាបន្តបន្ទាប់នេះធ្វើឡើងក្រោយពីទាហានថៃបានទន្ទ្រានយកផ្ទះពលរដ្ឋខ្មែរចំនួន12គ្រួសារនៃភូមិជោគជ័យនិងភូមិព្រៃច័ន្ទកាលពីថ្ងៃទី12ខែសីហាឆ្នាំ2025ពលរដ្ឋសរុបចំនួន59នាក់ត្រូវបានកងទ័ពថៃបណ្ដេញចេញពីលំនៅឋានរបស់ពួកគេការរីបន្លាលួសរបស់ទាហានថៃនៅរសៀលនេះស្របពេលដែលឧត្តមនាវីឯកបារាជរតន័យឆៃយ៉ាផាន់អ្នកនាំពាក្យរងនៃកងទ័ពជើងទឹកថៃបានចោទប្រកាន់កម្ពុជាថាបានរំលោភអធិបតេយ្យរបស់ខ្លួនចំនួន3ទីតាំងបន្ថែមនៅក្នុងឃុំចំរាក់ស្រុកមឿងខេត្តត្រាតជាប់ទៅនឹងឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់នេះបើយោងតាមសារព័ត៌មាន The Nation និងខៅសុតអាជ្ញាធរថៃក៏បានចោទប្រកាន់ថាប្រជាពលរដ្ឋកម្ពុជាបានរស់នៅលើដែនអធិបតេយ្យរបស់ខ្លួននៅក្នុងភូមិព្រៃច័ន្ទនិងក្នុងភូមិជោគជ័យនិងបានព្យាយាមបណ្ដេញពលរដ្ឋទាំងនេះចេញពីលំនៅឋានពួកគេចាប់តាំងពីប្រទេសកម្ពុជានិងថៃបានព្រមព្រៀងលើបទជបាញ់នៅថ្ងៃទី28ខែកក្កដាអាជ្ញាធរថៃបានដាក់អវសានវត្តឲ្យពលរដ្ឋកម្ពុជាចាកចេញពីតំបន់ពួកគេរស់នៅក៏ប៉ុន្តែប្រជាពលរដ្ឋកម្ពុជានិងអាជ្ញាធរស្រុកអូជ្រៅបានបញ្ជាក់ថាពលរដ្ឋខ្មែរនៅក្នុងភូមិទាំងពីរបានរស់នៅយ៉ាងស្របច្បាប់នៅក្នុងទឹកដីរបស់ប្រទេសកម្ពុជាអស់កម្លាំងទៅកម្លាំងជាមួយបាកាលើកពីភេសជ្ជៈបើកម្លាំង